បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបន្តវីដេអូពីຂະຫນាតទម្ងន់ទៀតអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវីដេអូតពីវីដេអូលើកមុនការវីដេអូលើកមុនគឺខ្ញុំឆ្លើយ comment លេខរៀងធំអញ្ចឹងថ្ងៃនេះខ្ញុំពង្វល់រៀនថយក្រោយវិញពីលេខតូចទៅវិញដើម្បីឲ្យឆាប់ចាប់បាននិងងាយយល់ណាហើយខ្ញុំបញ្យល់មួយទេអត់លឿនទេបាទអញ្ចឹងនេះគឺជាតារាងអ្វីដែលសំខាន់ដូចតែខ្ញុំបង្ហាញពីលេខចែកអញ្ចឹងលេខចែកមុននឹងចែកលេខបានគឺយើងត្រូវតែចេះកាត់ខ្ទង់ណាយើងត្រូវដឹងកាត់ប្រមាណខ្ទង់អញ្ចឹងលេខរបស់យើងនេះគឺយើងត្រូវតែចេះអំពីរង្វាស់ឯកតារបស់គេណាបើសិនជាយើងអត់ចេះអាហ្នឹងទេយើងក៏មិនអាចគូសតារាងបានមិនអាចរៀបលេខត្រូវទេណាអញ្ចឹងវិធីគឺវាមានពីររបៀបទី1យើងអាចធ្វើជាតារាងអញ្ចឹងក៏បានមួយទៀតគឺយើងអាចចែកលេខក៏បានប៉ុន្តែមុននឹងចែកលេខបានក៏យើងត្រូវតែចេះតារាងនេះដែរណាពីព្រោះយើងត្រូវការរាប់ប្រឡោះតារាងបាទអញ្ចឹងខ្ញុំមិននិយាយច្រើនទេខ្ញុំសូមបង្ហាញតារាងនេះតែម្ដងនេះគឺជាតារាងអញ្ចឹងនៅក្នុងតារាងនេះគឺខ្ញុំបែងចែកមានអក្សរខ្មែរនិងអក្សរអង់គ្លេសអញ្ចឹងអក្សរអង់គ្លេសបងប្អូនមើលទៅអ្នកណាដែលចេះអង់គ្លេសគឺមើលអង់គ្លេសបើយើងអត់ចេះអង់គ្លេសយើងចេះខ្មែរយើងអានខ្មែរខាងលើដែលខ្ញុំដាក់បន្តិចហ្នឹងទៅបាទអញ្ចឹងអក្សរអង់គ្លេសគឺយើងមើលពីនេះទៅគឺគីឡូក្រាមហិកតូក្រាមបងប្អូនមើលសញ្ញាព្រួយដែលខ្ញុំដាក់ណាដេកាក្រាមក្រាមដេស៊ីក្រាមសង់ទីក្រាមនិងមីលីក្រាមណាអញ្ចឹងអ្វីដែលសំខាន់គឺមានតែក្រាមទេដែលគេតួអង្គដែលចង់និយាយថាវាសំខាន់អញ្ចឹងណាអញ្ចឹងគឺវាមានឯកតាតូចនិងឯកតាធំឯកតាតូចគឺចាប់ពីក្រាមនេះដែលខ្ញុំគូសវងហ្នឹងមកមីលីក្រាមហ្នឹងតូចចំណែកឯកតាធំគឺចាប់ពីគីឡូក្រាមរហូតមកដល់ក្រាមហ្នឹងគឺឯកតាធំណាអញ្ចឹងដើម្បីកុំឲ្យខាតពេកខ្ញុំសូមដាក់ប្រធានមួយណាប្រធានគឺខ្ញុំដាក់10គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមអញ្ចឹងបងប្អូនសាក8សាកមើលណាយើងយកលេខហ្នឹងមកបំពេញនៅក្នុងតារាងនេះ10គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមណាអញ្ចឹងគេឲ្យយើងបំបែកពីគីឡូក្រាមដែលខ្ញុំដាក់រង្វង់ហ្នឹងមកក្រាមដែលខ្ញុំដាក់រង្វង់ដែរញាក់ហ្នឹងណាអញ្ចឹងយើងរាប់មើលបើសិនជាយើងគុណសួរថាមានប្រមាណប្រឡោះនេះណាគឺមាន4ប្រឡោះណាអញ្ចឹងបើ4ប្រឡោះគឺវាស្ថិតនៅខ្ទង់ពាន់អញ្ចឹងរាប់មករាយ10 100ពាន់គឺ1000ហ្នឹងហើយគឺយើងគុណហ្នឹង1000ណាអញ្ចឹងយកដល់គុណហ្នឹង1000មកស្មើហើយអញ្ចឹងខ្ញុំសូមបង្ហាញពីវិធីទី1គឺយើងត្រូវតែយកលេខហ្នឹងមកបំពេញនៅក្នុងតារាងនេះតើយើងបំពេញលេខយ៉ាងម៉េចគឺយើងត្រូវបំពេញ2គីឡូក្រាមទៅមុនណាអញ្ចឹងយើងបំពេញលេខប្រមាណបើគេដាក់10គីឡូអញ្ចឹងសួរថាក្នុងប្រឡោះនេះយើងដាក់លេខ10អញ្ចឹងទៅមកមែនបាទអត់បានទេក្នុងមួយប្រឡោះគឺយើងដាក់បានតែមួយលេខទេណាត្រូវចាំមួយប្រឡោះគឺយើងដាក់បានតែមួយលេខទេអញ្ចឹងបើយើងដាក់2លេខដូចខ្ញុំសរសេរនេះហ្នឹងគឺខុសហើយណាគឺខុសហើយប៉ុន្តែបើសិនជាបងប្អូនធ្វើនៅលើกระดาษព្រៀងអីយ៉ាងម៉េចយ៉ាងម៉ាដែលគេមើលមិនឃើញអាហ្នឹងខ្ញុំមិនដឹងទេដោយសារយើងធ្វើกระดาษព្រៀងប៉ុន្តែបើសិនជាយើងធ្វើនៅលើកិច្ចការគឺខុសណាអញ្ចឹងយើងមិនអាចដាក់មួយប្រឡោះហ្នឹង2ខ្ទង់បានទេសូមបញ្ជាក់តែណាអញ្ចឹងសួរថាយើងដាក់លេខប្រមាណនេះបងប្អូនមើលលេខ0ដែលខ្ញុំបង្ហាញថាលេខ0ហ្នឹងគឺបើសិនជាយើងខ្ញុំបង្ហាញពីវីដេអូមុនគឺស្ថិតនៅក្នុងរាយមែនទេអញ្ចឹងលេខ0នេះគឺយើងដាក់ឲ្យចំនៅប្រឡោះគីឡូក្រាមហើយលេខ1យើងដាក់ឲ្យហួសមកមុខព្រោះគេយកពីកន្ទុយខាងក្រោយទៅវិញណាគេរាប់ពីខាងក្រោយទៅវិញខាងក្រោយគឺលេខ0ហ្នឹងហើយអញ្ចឹងយើងដាក់លេខ0ឲ្យចំប្រឡោះគីឡូក្រាមលេខ1ឲ្យចេញមកក្រៅមកណាអញ្ចឹងបន្ទាប់ពីយើងដាក់អញ្ចឹងរួចអស់ហើយគេឲ្យបបែកមកក្រាមអញ្ចឹងបើបបែកមកក្រាមយើងអត់មានលេខ x ដាក់ទៀតទេអញ្ចឹងលេខដែលតូចជាងគេគឺលេខប្រមាណគឺលេខ0ហ្នឹងហើយអញ្ចឹងយើងដាក់លេខ0ដែលជាលេខតូចជាងគេបំផុតអញ្ចឹងយើងបំពេញមកលេខ0គឺស្ថិតនៅប្រឡោះហិកតូក្រាមបន្ទាប់មកបន្ថែមលេខទៀតគឺលេខ0ទៀតយើងបន្ថែមនៅប្រឡោះដេស៊ីក្រាមអញ្ចឹងបន្ថែមលេខទៀតគឺលេខ0ទៀតយើងថែមនៅប្រឡោះក្រាមបាទអញ្ចឹងចម្លើយរបស់យើងបើសិនជាយើងរាប់ជាទៅឃើញ10000មែនអត់
ណាគឺស្មើនឹង 10000 មានន័យថា10គីឡូ10គីឡូក្រាមស្មើនឹង 10000 ក្រាមណាអាហ្នឹងដែលយើងបំពេញនៅក្នុងតារាងសួរថាចូលបើយកមកគុណស្មើនឹងប៉ុណ្ណឹងអត់យើងរាប់ប្រឡោះដូចខ្ញុំបង្ហាញអញ្ចឹងយើងរាប់ប្រឡោះគេគឺគេឲ្យប្របែក2គីឡូក្រាមមកក្រាមបងប្អូនមានប្រមាណប្រឡោះបងប្អូនមើលសញ្ញាព្រួយមើលសញ្ញាព្រួយដែលខ្ញុំឆូតវែងហ្នឹងគឺមានតែ4ប្រឡោះហ្នឹងមែនទេ4ប្រឡោះយើងរាប់មករាយ10 100 1000អញ្ចឹងបើស្ថិតនៅក្នុងពាន់គឺ1000ហ្នឹងហើយណាគឺ1000ហ្នឹងហើយសួរយក10គុណនឹង1000មកហើយសួរបាន1000មកពីណា1000គឺយើងរាប់មិញ4ប្រឡោះគឺស្ថិតនៅខ្ទង់ពាន់អញ្ចឹងបើខ្ទង់ពាន់គឺ1000ហ្នឹងហើយមិនមែនស្ថិតនៅខ្ទង់ពាន់ទៅដាក់2000 3000 4000មិនត្រូវអត់ត្រូវទេណាខ្ទង់ពាន់គឺ1000ហ្នឹងហើយណាអញ្ចឹងយើងត្រូវយក10គុណនឹង1000 10គុណនឹង1000គឺស្មើនឹង10000ដដែលទេអញ្ចឹងចម្លើយរបស់យើង10គីឡូក្រាមស្មើនឹង10000ក្រាមបាទអញ្ចឹងនេះគឺជាការបង្ហាញពីនៅក្នុងតារាងមួយនិងការចែកលេខមួយបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងហើយខ្ញុំនឹងបន្តនៅវីដេអូទៀតខ្ញុំអត់ដាក់លេខច្រើនទេខ្ញុំដាក់តែលេខមួយខ្ទង់ឲ្យចប់តែម្ដងបាទអញ្ចឹងជីកនៅខាងចុងវីដេអូនេះខ្ញុំនឹងដាក់ឥឡូវខ្ញុំអត់ទាន់ដាក់លំហាត់ឲ្យធ្វើទេខ្ញុំនឹងបរៀនបន្តពី3ទៀតហើយចាំខ្ញុំនឹងដាក់លំហាត់បន្តណាអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមចប់តែប៉ុណ្្នឹងហើយសូមតាមដាននៅវីដេអូលើក្រោយទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលា